ចឹងបន្ទាប់ពីរំកិលវាហើយយើងអាចធ្វើការចុះបន្ទាត់ដើម្បីសរសេរអក្សរមួយចំនួននៅក្នុងcolumn ទី1ហ្នឹងឧទាហរណ៍ column ទី1គេដាក់ពពួក icon ចឹង icon មួយយើងមានដូចគ្នាគឺយើងចូល insert មកយើងយកពាក្យ icon បន្ទាប់មកយើងដាក់មកឧទាហរណ៍យើងបានចង់បាន icon របៀបអីរូបអីគេរបៀប icon ហ្នឹងឧទាហរណ៍យើងដាក់នេះមួយយើង insert មកវាចេញ icon មកយើងមួយ icon ហ្នឹងវាដូចរូបភាពដូច shape នេះចឹងយើងដាក់តំណែងមួយយើងចូលបន្ទាត់ទៀតខ្ញុំមក insert ខ្ញុំដាក់ icon មួយទៀតចឹងទៅខ្ញុំគ្រាន់តែឧទាហរណ៍ទេគេឧទាហរណ៍យើងដាក់ insert មកមួយទៀតចឹងវាចេញបាន icon មួយទៀត icon ក៏យើងអាចធ្វើការបរិច្ព្រមឬក៏យើងអាចលេងពណ៌ fill ទៅឲ្យវាក៏បានយើងចាក់វាពណ៌សឬក៏ពណ៌ខៀវពណ៌ក្រហមអីតាមចិត្តដែលយើងចង់បានអូខេដោយសារវាជាពពួក icon អូខេបន្តមកទៀតខ្ញុំចាប់ផ្ដើមចូលជួរទី2 control shift enter ដើម្បីលុតមកប្រឡងនេះខ្ញុំ enter មកសរសេរ content នៅជួរហ្នឹងដែលខ្ញុំចង់សរសេរនោះឧទាហរណ៍សរសេរអីមួយទៅយើងអាចសរសេរបន្តទៅនេះយើងអាចសរសេរអីទៀតទៅចាខ្ញុំឧទាហរណ៍ទេបន្តមកយើងអាច control shift enter មកជួរទៀតដើម្បីចូលមកប្រឡោះនេះដែលប្រឡោះនេះយើងរំលងវាទៅដោយសារយើងគ្រាន់តែទុកជា space ចឹងខ្ញុំ control shift enter បន្តទៀតខ្ញុំអាចសរសេរ objective ឬក៏ឈ្មោះយើងពីលើ is ចាំនេះទៅអូខេហើយបន្ទាប់មកយើងអាច enter ចុះបន្ទាត់ឬក៏យើងលេងពណ៌លេងអីពណ៌អក្សរគឺយើងចាក់ពណ៌វាធម្មតាបែបនេះចឹងទៅយើងទទួលបានអក្សរពណ៌បរិចអក្សរធំឬក៏បដូរ style font គឺនៅកន្លែងនេះចំពោះរូប shape នេះគឺយើងអាចបន្ថយទំហំវាបានហើយបើយើងចង់បានទំហំវាប៉ុនគ្នាហ្មងយើងចុចទៅលើ shape មកយើងយក graphic format នេះវាមាន height ជាមួយ width ដូចថាយើងចង់បាន 1.7 សងខាងឬក៏ចង់តូចជាងនឹងដូច្នេះខ្ញុំអាចបាន 1.2 1.1 1.អី 1.1 សង់ទីម៉ែត្រសងខាងទៅអានេះដូចគ្នាយើងអាចបន្ថយវាមកត្រឹម1ដូចគ្នាបាទអញ្ចឹងទំហំវានឹងប៉ុនគ្នាតូចទៅតាមនឹងដែរចំពោះហ្នឹងបន្តមកទៀតខ្ញុំអាចសរសេរ content អីពាក់ព័ន្ធទៅនឹងកន្លែងនេះដូចជាខាងលើនេះគេបានសរសេរចាំអ្នកនរគ្នាសរសេរមក experience អីហ្នឹងសរសេរតឲ្យដាក់ពណ៌វាធម្មតាឥឡូវខ្ញុំឧទាហរណ៍ខ្ញុំសរសេរអក្សរឲ្យបែបហ្នឹងចឹងទៅបន្ទាប់មកខ្ញុំចាប់ផ្ដើមក្នុងការ design ពណ៌ទៅលើ Q នេះអញ្ចឹងយើងអាចប្រើ format បានអញ្ចឹងយើងចូល insert យើងយក shape យើងគូស shape ដែលយើងចង់បាននេះឥឡូវខ្ញុំគូសពីលើនេះទៅមកទៅខ្ញុំគូសរាងវាធំបែបហ្នឹងធំហើយចាំខ្ញុំព្រិចវាតាមក្រោយឬក៏ពង្រួមតាមក្រោយខ្ញុំពង្រួមវាទៅរួម full មកកណ្ដាលមកទៅអូខេ full មកកណ្ដាលហើយតោះមកវាមានពណ៌ខាងក្រៅពណ៌ខ្មៅនេះកែមកណ្ដាលហ្នឹងអញ្ចឹងអាហ្នឹងគឺជា shape outline នេះគឺខ្ញុំអត់យកពណ៌ទេខ្ញុំយក no អូខេខ្ញុំយក no ហើយខ្ញុំបង្ខិតវាស្អាតបែបហ្នឹងចំពោះពណ៌ខាងក្នុងខ្ញុំអាចប្រើពណ៌ទីមួយថតពណ៌នេះតបមកយើងឃើញថាវាបាំងអក្សរយើងអញ្ចឹងវាគឺជា shape ជាងអាចមកស្ដាំលើវាយើងយកពាក្យ behind text នេះអញ្ចឹងវានឹងរុញអានេះទៅខាងក្រោយនៃអក្សររបស់យើងអញ្ចឹងយើងអាចមានសិទ្ធិសរសេរបានធម្មតាដោយសារយើងរុញវាទៅក្រោយធម្មតាបាត់ហើយកន្លែងដូចគ្នាគឺយើងអាចប្រើ shape មួយទៀតខ្ញុំយក insert ខ្ញុំយក shape ខ្ញុំគូសវាធម្មតាទៀតមកខ្ញុំធ្វើការយើងចង់គូសវារៀងរង្វង់រៀងអីផ្សេងក៏បានស្រាច់ចិត្តដោយសារតែលើយើង design ទៅលើ platform ឬក៏กระดาษ CV របស់យើងទេតោះមកខ្ញុំគ្រាន់តែគូសត្រង់វាធម្មតាបែបហ្នឹងមកអូខេចឹង outline ខ្ញុំអត់យកទេខ្ញុំយក no outline ហើយពណ៌ fill វាគឺខ្ញុំដូរពណ៌ខ្ញុំដាក់ពីពណ៌នេះទៅតើមកស្ដាំលើវា behind text អូខេអញ្ចឹងអក្សរវានឹងចេញមកខាងលើបែបនេះជាខ្ញុំទៅ zoom ឲ្យមើលគឺវាមានលក្ខណៈបែបនេះនេះរបស់គេនេះរបស់យើងដែលយើងព្រៀងខ្ញុំព្រៀងឲ្យអញ្ចឹងរូបភាពយើងធ្វើមកបានមូលអញ្ចឹងអូខេយើងចូលមកកន្លែង insert ដើម្បីដាក់រូបភាពយក picture
ចឹងខ្ញុំស្វែងរករូបភាពឧទាហរណ៍ដោយសារ computer ខ្ញុំមិនសូវមានរូបយើងអាច download ក៏បានលើខ្ញុំសាកយករូបភាពទេវតានេះមកចឹងរូបភាពវាពិបាកក្នុងការសេរីដំបូងចឹងយើងអាចបដូរ layout option មកវាយើងយកពាក្យ in front of text នេះមកដើម្បីយើងចាប់រូបលើបានស្រួលហើយចំពោះកន្លែងនេះគឺកន្លែងរូបរបស់យើងនេះគឺយើងដាក់វាជារង្វង់បែបហ្នឹងចឹងទៅយើងអាចទាញរង្វង់របៀបម៉េចអូខេយើងអាចទាញរង្វង់ទៅរូបរបស់យើងនឹងឡើងទៅជារង្វង់ដែលយើងចូលមកកាន់ picture format នេះហើយ picture format ហ្នឹងក៏យើងអាច picture border នេះយើងអាចដាក់ពណ៌ថាខ្ញុំដូរវាទៅពណ៌សធម្មតាអត់ចង់បានពណ៌ខ្មៅធំមិនទេគឺខ្ញុំដាក់ប៉ុណ្ណឹង border ខ្ញុំចង់បានក្រហមយើងដាក់ក្រហមចុះវាចេញក្រហមហើយ border នឹងកម្រាស់ប្រវែងណាយើងចូល weight នេះយើងដាក់កម្រាស់វាមកអញ្ចឹងវាចេញទៅតាមហ្នឹងអូខេអញ្ចឹងចំណុចទាំងអស់ហ្នឹងគឺខ្ញុំបានបង្ហាញហើយយើងនៅមួយចំណុចចុងក្រោយគឺការគូសរូប shape ដែលមានពុតបានចេះចឹងដើម្បីគូស shape ឲ្យពុតបានដំបូងឡើយយើងចូល insert ទៅយើងយក shape អ្វីមួយមកគូសក៏បានឧទាហរណ៍ថាខ្ញុំយក shape មួយដែលមានរាងចតុកោណកែងនេះអនុត្រីកោណកែងខ្ញុំយកត្រីកោណកែងមកបន្ទាប់មកខ្ញុំចាប់ផ្ដើមដក outline វាចេញខ្ញុំនៅ outline ខ្ញុំចាក់ fill វាពណ៌អីមួយចឹងទៅបន្ទាប់មកខ្ញុំមកស្ដាំលើវាខ្ញុំយកពាក្យថា edit point នោះវានឹងចេញកឡោនមួយដើម្បីឲ្យធ្វើការពុតកោងឬក៏ពុតវាទៅតាមនេះចឹងនេះពេលយើងទាញទៅវានឹងកោងនេះពេលដែលយើងចុចប៉ះចំណុចខ្មៅនេះទៅវានឹងចេញអាពីរចំណុចបែបនេះមកវាហៅវាថា handle ដើម្បីពុតកោងទៅលើអ្វីរបស់យើងតែដោយសារត្រីកោណវាមានតែជ្រុង3ចឹងដើម្បីបន្ថែមជ្រុងពុតកោងឲ្យដូចគេបាននោះគឺយើងបន្ថែមជ្រុងឲ្យវាចុះយើងត្រូវចុចកន្លែងនឹងមកស្ដាំលើវាយើងយកពាក្យថា add point ពេល add point ទៅវាចេញចំណុចខ្មៅមកទៀតដែលយើងអាចធ្វើការពុតកោងតាមយើងចង់បាន style ដែលយើងចង់បានណាខ្ញុំ add point ទៀតពីការពុតកោងរបៀបមួយចឹងទៅបន្ទាប់មកពេលហើយយើងចុចវាចេញធម្មតាទៅអញ្ចឹងយើងបានរាងមួយដែលមានលក្ខណៈកោងចេះយើងទាញវាមកគុំគ្នានៅកន្លែងនេះវាដូចគ្នាយើងអាច control ចាប់ទាញមកឬក៏ control C control V ដែលយើងរៀនពីមុន copy ហ្នឹងហើយយើងបដូរពណ៌វាចុះបដូរពណ៌វាទៅពណ៌អីផ្សេងហើយលក្ខណៈកោងវាថ្មីយើងមកស្ដាំទៅយើងយកពាក្យ edit អាហ្នឹងទៅបន្ទាប់មកយើងពុតកោង style ថ្មីយ៉ា edit text អូខេខ្ញុំអាចពុតកោងជា style ថ្មីហើយខ្ញុំចុចចេញខ្ញុំអាចទាញវាមកកោងកន្លែងនេះបានវាជាគោលបំណងនៃការពុតកោងរបស់យើងអាចពុតកោងខ្លួនឯងបានខ្ញុំបង្ហាញទេយើងអាចមើលរបស់គេបានគឺគេលក្ខណៈកោងគេអានេះគេប្រើត្រីកោងដូចគ្នាអាចជ្រុងពីរនេះគេដាក់ស្មើគេកោងទៅកន្លែងនេះទេអញ្ចឹងយើងអាចមើលបានខ្ញុំមកស្ដាំលើវាមកយើងយកពី edit point យើងឃើញនេះកោងមកគេចំណុចកំណើមកគេនេះចំណុចកំណើមកគេពុតកោងរបៀបអញ្ចឹងអូខេនេះគឺជាការ custom edit point របស់យើងអញ្ចឹងអានេះគឺការប្រើអ្វីត្រីកោណឲ្យពុតទៅតាមនេះអូខេអញ្ចឹងគោលបំណងនៃមេរៀនបន្ទាប់របស់យើងគឺធ្វើបែបហ្នឹងដំបូងយើងត្រូវចេះពុះกระดาษចែក column ហើយយើងទៅសេអក្សរក្នុង column ហ្នឹងឲ្យហើយសិនចាំយើងគូសអាពណ៌នេះតាមក្រោយចំណុចក្រោយគេហ្នឹងគឺដំបូងគឺយើងទៅសេអក្សរឲ្យស្អាតសិនមកសេអក្សរឲ្យហើយដូចរបស់គេសិនចាំយើងចាប់ផ្ដើមគូសអាពួក shape នេះហើយយើងចាប់ផ្ដើមមកស្ដាំលើវាយើង send វា to back អូខេយើងមកស្ដាំហើយយើងដាក់វាទៅក្រោយ send to back ហ្នឹងទៅដើម្បីវាទៅក្រោយអក្សរអូខេមេរៀនរបស់យើងចំណុចនេះគឺចប់ហើយ